អគិភ័យមួយបានឆាបឆេះរថយន្តដឹកប្រេងដែលកំពុងចតនៅក្នុងស្ថានីយ៍ប្រេងអ៊ីនធឺណិតមួយកន្លែងក្នុងស្រុកក្រានួនខេត្តខនខេននៃប្រទេសថៃនៅវេលាម៉ោងប្រហែល10ព្រឹកថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នេះបើយោងតាមការចុះផ្សាយរបស់អាម៉ាទីនក្រុមពលរដ្ឋអគិភ័យក្នុងតំបន់និងរថយន្តបាញ់ពពុះសាប៊ូពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អណ្ដាតភ្លើងដោយសារទីតាំងកើតហេតុស្ថិតនៅគៀកនឹងសាលារៀនស្រីក្រានួនវិទ្យាសាលាបានបង្កប់ឲ្យផាកការសិក្សានិងជំនះសិស្សជាបន្ទាន់បន្ថែមពីនេះអាជ្ញាធរអគ្គិសនីស្រុកក្រានួនក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់នោះដើម្បីជាវិធានការសុវត្ថិភាពផងដែរយ៉ាងណាមិញបើតាមរបាយការណ៍ចុងក្រោយនេះអាជ្ញាធរបានគ្រប់គ្រងអគ្គិភ័យបានដោយជោគជ័យដែលបន្សល់ទុកតែផ្សែងនៅកន្លែងកើតហេតុប៉ុណ្ណោះវត្តមនបុរាណមួយនៅប្រទេសថៃត្រីព្រះអាគីលេបត្របាក់ស្ទើរតែទាំងស្រុងរាជធានីបាងកកអគិភ័យឆាបឆេះនៅវត្តមនពោយយ៉ាក់ដែលជាអារាមស្ថានរបស់ជនជាតិមនប្រតិបត្តិនិងទីវត្តបុរាណមួយស្ថិតនៅក្នុងក្រុងនៃទីរួមខេត្តលំប៉ាងឬអតីតខេត្តលៀងនគរខណៈភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័សដោយលេបត្របាក់គុតព្រះសង្ឃចាស់មានអាយុកាលរាប់រយឆ្នាំដោយផ្សែងខ្មៅខ្មួខ្មាន់បានហុយត្រឡោមពេញតំបន់នោះអ្នកស្រុកនិងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះភ័យស្លន់ក្លាយជាខ្លាំងព្រោះខ្លាចថាភ្លើងឆាបឆេះរាលដាលទៅដល់ផ្ទះអ្នកភូមិនៅក្បែរៗនោះរថយន្តពលរដ្ឋអគ្គិភ័យច្រើនគ្រឿងនិងក្រុមអ្នកពលរដ្ឋអគ្គិភ័យច្រើនអ្នកបានទៅកាន់កន្លែងកើតហេតុនិងបានបាញ់ទឹកពន្លត់ភ្លើងភ្លាមៗពួកគេចំណាយពេលប្រហែល1ម៉ោងទើបអាចគ្រប់គ្រងស្ថានភាពបាននិងកុំឲ្យរាលដាលទៅដល់ផ្ទះក្បែរៗនោះយ៉ាងណាគិតមកទល់ពេលនេះពុំមានសេចក្តីរាយការណ៍អំពីអ្នករបួសឬស្លាប់នោះទេប៉ុន្តែគាត់ព្រះសង្ឃចាស់រងការខូចខាតយ៉ាងដំណំព្រះចៅអធិការវត្តអាចារ្យនិងអ្នកភូមិខ្លះបានយំសោកស្ដាយគេដំណើរដូនតាជាខ្លាំងដោយសារវត្តបុរាណរបស់ជនជាតិមនមួយនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយព្រះអគ្គីយ៉ាងណាបច្ចុប្បន្នមូលហេតុនៃការឆេះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតគូបញ្ជាក់ថាវត្តមនពោយ៉ាក់គេចាត់ទុកថាជាវត្តចំណាស់និងស្រស់ស្អាតបំផុតនៅខេត្តលំប៉ាងមានរចនាស្ថាបត្យកម្មជនជាតិដើមមនដែលត្រូវបានគោរពដោយប្រជាជនក្នុងតំបន់មកយូរមកហើយនោះថៃនឹងប្រទះអាកាសធាតុក្តៅខ្លាំងហើយជួបប្រយុទ្ធខែប្រាំងខណៈតំបន់ខ្លះប្រឈមគ្រោះរាំងស្អែងប្រទេសថៃបានចេញការព្យាករណ៍ថារដូវស្តៅឆ្នាំនេះនឹងចូលមកដល់រៀងយឺតជាងឆ្នាំមុនប៉ុន្តែឆ្នាំនេះអាកាសធាតុនឹងក្តៅខ្លាំងជាងធម្មតាហើយក៏មានការវាយប្រហារដោយប្រយុទ្ធខែប្រាំងផងខណៈតំបន់ខ្លះត្រូវប្រឈមនឹងគ្រោះរាំងស្អែងតាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយមឆ្នាំនេះរដូវស្តៅនឹងចូលមកដល់រៀងយឺតជាងឆ្នាំមុន2សប្តាហ៍ពលគឺរដូវស្តៅនឹងចាប់ផ្ដើមនៅចុងខែកុម្ភៈនិងសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសត្រូវព្យាករណ៍ថានឹងមានកម្រិត35អង្សាសេយ៉ាងណាតាមការព្យាករណ៍ដដែលតំបន់ភាគខាងលើនឹងជាការក្តៅវាយប្រហារខ្លាំងបំផុតដោយសីតុណ្ហភាពនឹងកើនលើសពី422អង្សាសេហើយខេត្តធ្ងន់ធ្ងរជាងគេគឺមេហុងស៊នលំប៉ាងនិងតាក់ទន្ទឹមនោះនាយកដ្ឋានបានចេញការព្រាមព្រមានថាក្នុងរដូវស្តៅឆ្នាំនេះថៃនឹងជួបពយុខែប្រាំងនិងភ្លើងឆេះព្រៃហើយតំបន់ខ្លះក៏ត្រូវរងគ្រោះដោយគ្រោះរាំងស្អែងផងដែរពិសេសចាប់ពីកណ្ដាលខែមិនិនាដល់ខែមេសាប្រភព Bangkok Post អាមេរិកឥណ្ឌាយល់ព្រមទិញប្រេងពីវេណេស៊ុយអេឡាវិញដើម្បីបន្ថយចំណូលរបស់រុស្ស៊ីប្រធានាធិបតីអាមេរិកលោក Trump បានប្រកាសថាគិតព្រមព្រៀងបដាលមួយបានសម្រេចឲ្យឥណ្ឌាចាប់ផ្ដើមទិញប្រេងឆៅពីវេណេស៊ុយអេឡាជំនួសដោយការនាំចូលពីប្រទេសអ៊ីរ៉ង់និងរុស្ស៊ីយោងតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ថ្លែងទ្រព្យក្រុមអ្នកយងព័ត៌មានលើយន្ត Air Force One លោក Trump បានចាត់ទុកការរៀបចំនេះថាជាគោលនយោបាយរបស់កិច្ចព្រមព្រៀងដែលនឹងបញ្ជាប្រភពថាមពលរបស់ឥណ្ឌាចេញពីទីក្រុងតេហរ៉ង់និងក្រុងមូស្គូការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក Trump ក្នុងការកាត់ផ្តាច់ចំណូលពីប្រេងដែលកំពុងកូនគម្រឿងហិរញ្ញវត្ថុប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនខណៈពេលដែល Washington បានដាក់ពន្ធ 25% កាលពីខែមីនាឆ្នាំ2025ទៅលើប្រទេសដែលនាំចូលប្រេងឆៅពីវេណេស៊ុយអេឡាបច្ចុប្បន្នរដ្ឋាភិបាលនេះបានបង្ហាញសញ្ញាថានឹងត្រៀមខ្លួនដកឋានៈពន្ធទាំងអស់នេះសម្រាប់ទីក្រុង Delhi វិញការបន្ថយឋានៈពន្ធនេះអាស្រ័យទៅលើឥណ្ឌាត្រូវកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅរបស់រុស្ស៊ីដែលបច្ចុប្បន្នមានចំនួនទៅដល់ជាង1,200,000 បារ៉ែលក្នុងមួយថ្ងៃរដ្ឋលេខាធិការមន្ត្រីត្រណាធិការអាមេរិកលោក Scott Bessent បានបញ្ជាក់ថាការបន្ថយពន្ធនេះបញ្ចុះបញ្ចាំងពីការខិតខំប្រឹងប្រែងបន្តរបស់ឥណ្ឌាក្នុងការធ្វើវិភាគកម្មប្រភពថាមពលរបស់ខ្លួនលោក Trump ក៏បានផ្ញើសារអញ្ជើញទៅកាន់ទីក្រុងប៉េកាំងផងដែរបញ្ជាក់ថាប្រទេសចិននឹងត្រូវបានស្វាគមន៍ក្នុងការចរចាលើកិច្ចព្រមព្រៀងស្រដៀងគ្នាសម្រាប់ប្រេងឆៅវេណេស៊ុយអេឡាក្រោមការត្រួតពិនិត្យរបស់អាមេរិកការផ្តល់ឱកាសនេះបង្ហាញអំពីការប៉ុនប៉ងកម្រិតទូទៅបំផុតរបស់ទីក្រុង Washington ក្នុងការរៀបចំចរន្តថាមពលសកលឡើងវិញតាមរយៈបណ្ដាញដែលគ្រប់គ្រងដោយទីក្រុង Caracas
ទោះបីជារដ្ឋាភិបាលឥណ្ឌាមិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការនោះទេប៉ុន្តែនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានរាយការណ៍ថាបានពិភាក្សាជាមួយមេដឹកនាំបណ្ដោះអាសន្នរបស់ Venezuela លោកស្រី Delcy Rodriguez កាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីពង្រីកការសហការទ្វេភាគីក្នុងវិស័យថាមពលនិងពាណិជ្ជកម្ម